ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំឆាគ្រឿងត្រីអណ្ដែងចាតែមុននឹងបង្ហាញពីការធ្វើមុខម្ហូបមួយនេះនាងខ្ញុំនឹងបង្ហាញពីទស្សនវិជ្ជាខ្លះៗនៅក្នុងសួនដំណាំរបស់នាងខ្ញុំចាគឺនាងខ្ញុំមានដាំដំណាំច្រើនមុខដែរមានដូចជាម្កាក់ល្មៀតម្ដេងខ្ជាយចាហើយចំណែកគ្រឿងដែលបងប្អូនឃើញនោះគឺជាគ្រឿងននោងចាពីមុនគឺនាងខ្ញុំដាំននោងក្រអូបចាឥឡូវនេះនាងខ្ញុំដាំននោងពោះហើយនៅក្រោមទ្រើងននោងពោះនេះគឺមានជីនិងស្លឹកខ្ទឹមដែរអង្គាដីនេះគឺមានពីរពណ៌ចាគឺមានពណ៌ស្វាយនិងពណ៌សហើយនៅជិតអង្គាដីក៏មានដើមតើយមួយដែរចំណែកនេះគឺជាតសក់ទ្រើងចាឥឡូវនេះបងសីហាគាត់យកខ្សែមកចងដើម្បីឲ្យតសក់នោះវាងាយស្រួលវាឡើងទៅលើទ្រើងចាហើយនេះវិញគឺជាត្រប់ស្រួយចាត្រប់ស្រួយនេះបានចេញផ្លែឲ្យបងប្អូនគឺចេញផ្លែបាន 4-5 ផ្លែដែរហើយចាហើយស្ពៃក្តោបនេះនាងខ្ញុំដាំបានប្រហែលជា10គុម្ពដែរចាគឺឥឡូវហ្នឹងចិត្តបានហូបដែរហើយបងប្អូនគឺវាចាប់ផ្ដើមក្តោបចូលគ្នាហើយចាហើយក្រូចសើចរបស់នាងខ្ញុំមិនសូវល្អទេបងប្អូនស្លឹកវាភាគច្រើនតកៅស៊ីចាហើយចេកនេះគឺជាចេកនំវ៉ាទឿចានាងខ្ញុំដាំបាន3ដើមដែរចំណែកខាងនេះវិញគឺជីត្រចៀកជ្រូកចាជីនេះបងសៃហាគាត់ចូលចិត្តញ៉ាំជ្រលក់ប្រហុករបស់បងប្អូនចាហើយមីងគាត់នៅចិត្តផ្ទះខ្ញុំបងប្អូនគាត់ថាជីត្រចៀកជ្រូកនេះប្រកែណាសម្រាប់ជំងឺក្អកគាត់ថាគាត់យកវាទៅបុកហើយលាយជាមួយទឹកដូងហូបទៅគឺបាត់ក្អកតែម្ដងចាហើយនាងខ្ញុំអត់ដែរសាកទេចាហើយគាត់ក៏បានសុំនាងខ្ញុំយកទៅដាំដែរព្រោះអីជីនេះស្រួលដាំមកបងប្អូនគ្រាន់តែយើងកាច់មែកយកទៅដោតទៅគឺដុះតែម្ដងចាចេកមួយគុំនៅចិត្តនឹងគុំគុលសេក្រីនេះបងប្អូនគឺចេកក្រមួនចាចេកនេះគឺពេលដែលវាទុំទៅយកទៅស្ងោរញ៉ាំមកបងប្អូនគឺឆ្ងាញ់មែនតើនាងខ្ញុំចូលចិត្តចាហើយចំណែកពេញពណ៌ cherry នេះភាគច្រើនគឺនាងខ្ញុំបេះវាយកមកធ្វើបបរគ្រប់គ្រឿងឲ្យកូនប្រុសពៅរបស់នាងខ្ញុំចាហើយនាងខ្ញុំក៏មានដើមរះព្រៅមួយដើមដែរចាគឺស្លឹកវាល្អដល់ហើយបងប្អូនធំចាឥឡូវហ្នឹងនាងខ្ញុំត្រូវកាត់ម្រះព្រៅនេះមកដាក់ជាមួយនឹងឆាគ្រឿងត្រីអណ្ដែងរបស់នាងខ្ញុំដែរចាហើយចំណែកទ្រើងធំនេះវិញគឺជាទ្រើងដើមត្រពាំងបាយជូរចាត្រពាំងបាយជូរនេះគឺបងសៃហាគាត់បានពីបងប្រុសដែលគាត់ដាំនៅចិត្តជើងភ្នំសំពៅនៅខេត្តបាត់ដំបងបងប្អូនគឺគាត់ទិញពីបងប្រុសនោះពីដើមចាគឺមានពណ៌សនិងពណ៌ក្រហមចាឥឡូវនេះគាត់យកមកដាំឥឡូវវាឲ្យផ្កាឲ្យផ្លែបានមួយចកោមហើយបងប្អូនចាបន្ទាប់ពីនាងខ្ញុំបង្ហាញទស្សនវិជ្ជាខ្លះៗនៅក្នុងសួនដំណាំរបស់នាងខ្ញុំចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមធ្វើម្ហូបហើយម្ហូបដែលនាងខ្ញុំធ្វើក្នុងថ្ងៃនេះដែរគឺឆាគ្រឿងត្រីអណ្ដែងចាត្រីអណ្ដែងនេះគឺធំមែនតើបងប្អូនគឺទម្ងន់វា1គីឡូ2ខាំចាធំណាស់ចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នារីករាយទស្សនានៃការធ្វើម្ហូបមួយមុខនេះជាមួយនាងខ្ញុំទាំងអស់គ្នាចាត្រីអណ្ដែងគឺមានរំអិលច្រើនចាអញ្ចឹងនាងខ្ញុំលាងវាជាមួយអំបិលផងនិងលាងជាមួយនឹងម្សៅឆាផងចាដើម្បីកាត់ក្លិនឆ្អាបរបស់វាចាយកម្សៅឆាមកច្បាច់លាងវាម្ដងទៀតធំដល់ហើយបងប្អូនខ្ញុំមិនដែរឃើញត្រីមិនដែរណាធំដល់ប៉ុណ្្នឹងពេកទេនេះទុំឃើញ
ចាបងប្អូនរបៀបធ្វើម្ហូបនៅក្នុងគ្រួសារនីមួយតែងតែមានវិធីធ្វើខុសៗគ្នាខ្លះៗហើយចាគឺមិនដូចគ្នាទាំងស្រុងនោះទេហើយវិធីឆាគ្រឿងត្រីអណ្ដែងរបស់នាងខ្ញុំក៏រៀងប្លែកពីគេខ្លះៗដែរបងប្អូនចាគឺនាងខ្ញុំមានដាក់កាពិនិងម្ទេសផ្លោកក្រៀមដែរឥឡូវនេះនាងខ្ញុំចាប់ផ្ដើមយកខ្ទឹមសនិងខ្ទឹមក្រហមមកបុកជាមួយគ្រឿងចាបុកឲ្យវាបានម៉ត់ល្អហើយបាននាងខ្ញុំយកវាទៅឆាចាឆាគ្រឿងត្រីអណ្ដែងនេះនាងខ្ញុំក៏ប្រើបន្លែដែរគឺនាងខ្ញុំប្រើត្រប់ស្រួយនិងសណ្តែកគួរចាគឺនាងខ្ញុំដាក់បន្តិចទេអត់ដាក់ច្រើនទេបងប្អូនចាចាបងប្អូនឥឡូវនេះគ្រឿងក្រៅបន្លែត្រីសាច់របស់នាងខ្ញុំបានរៀបចំរួចរាល់អស់ហើយចាឥឡូវនាងខ្ញុំចាប់ផ្ដើមយកមកឆានាងខ្ញុំប្រើខ្លាញ់ជ្រូកយកមកឆាចាបន្ទាប់មកទៀតគឺនាងខ្ញុំដាក់ម្ទេសផ្លោកក្រៀមដែលកច្រាំហើយបងប្អូនចាហើយម្ទេសផ្លោកក្រៀមនេះគឺនាងខ្ញុំដាក់ដើម្បីយកឲ្យពណ៌វាឡើងក្រហមល្អគួរឲ្យចង់ញ៉ាំចាបន្ទាប់មកទៀតដាក់គ្រឿងបុកចូលចាបន្ទាប់ពីឆាគ្រឿងបុកឲ្យឡើងឈ្ងុយល្អហើយនាងខ្ញុំក៏បន្ថែមកាពិចាកាពិនេះគឺយើងដាក់ឲ្យវាមានរឹតក្លិនរឹតតែឈ្ងុយទៀតណាបងប្អូនចាបន្ទាប់ពីឆាកាពិនិងគ្រឿងចូលគ្នាហើយនាងខ្ញុំបន្ថែមស្លឹកក្រូចសើចបន្តិចទៀតចាបន្ថែមក្លិនគ្រឿងឲ្យរឹតតែឈ្ងុយចាហើយនាងខ្ញុំបន្ថែមទឹកបន្តិចទៀតដើម្បីកុំឲ្យគ្រឿងយើងនឹងខ្លោចទេបងប្អូនចាឆាវាឲ្យសព្វចូលគ្នាអស់ហើយបាននាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងទេសមានដូចជាស្ករត្នោតទឹកត្រីហើយចំពោះស្ករត្នោតនេះគឺនាងខ្ញុំប្រើរៀងច្រើនបន្តិចបងប្អូនហើយទឹកត្រីនេះខ្ញុំដាក់តែបន្តិចទេបន្ទាប់មកទៀតគឺប៊ីចេងបន្ទាប់ពីឆាគ្រឿងជាមួយនឹងសាច់ត្រីចូលសព្វគ្នាអស់ហើយនាងខ្ញុំក៏បន្ថែមបន្លែចាឆាគ្រឿងត្រីអណ្ដែងរបស់នាងខ្ញុំបានឆ្អិនហើយបងប្អូនចាជាចុងក្រោយនេះគឺនាងខ្ញុំបន្ថែមស្លឹកម្រះព្រៅចាហើយសម្រាប់ឆាគ្រឿងនេះបងប្អូនគឺនាងខ្ញុំឆារៀងរាវបន្តិចចាព្រោះអីនាងខ្ញុំចង់យកវាមកស្រូបជាមួយនំចុកដែរចានេះខ្ញុំញ៉ាំជាមួយបាយផងហើយនេះខ្ញុំក៏សាក់យកមកញ៉ាំជាមួយនំបញ្ចុកឥឡូវនេះនាងខ្ញុំចាប់ផ្ដើមរៀបចំដួសដាក់ចានហើយនាងខ្ញុំដួសជា2ចានណាបងប្អូនគឺចានមួយគឺដួសសាច់ត្រីសុទ្ធហើយចានមួយទៀតដួសបន្លែនិងទឹកឆាចាព្រោះអីយើងធ្វើអញ្ចឹងទៅដើម្បីងាយស្រួលស្រូបជាមួយនំបញ្ចុកចាមិនបារម្ភពីឆ្អឹងបងប្អូន
អូប្រហមល្អដល់ហើយបងប្អូនឥឡូវឥឡូវនេះជាបង្អែមលាងមាត់ចុងក្រោយរបស់នាងខ្ញុំចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំធ្វើត្រីអណ្ដែងឆាគ្រឿងចាហើយត្រីអណ្ដែងឆាគ្រឿងរបស់នាងខ្ញុំនេះនាងខ្ញុំធ្វើរៀងរាវជាងរាល់ដងបងប្អូនគឺនាងខ្ញុំចង់សាកយកវាមកញ៉ាំជាមួយនំបញ្ចុកចានាងខ្ញុំមាននំបញ្ចុកហើយនាងខ្ញុំក៏មានបាយដែរចាអញ្ចឹងឥឡូវនេះម្ហូបអាហាររបស់នាងខ្ញុំបានចាក់រួចរាល់អស់ហើយឥឡូវនេះនាងខ្ញុំចាប់ផ្ដើមញ៉ាំអញ្ចឹងសូមបងប្អូនទាំងអស់គ្នារីករាយជាមួយនឹងម្ហូបអាហាររបស់នាងខ្ញុំចាសាកញ៉ាំជាមួយនំបញ្ចុកមុនគេចាតែវាមានរសជាតិបាំងណាដែរឆាគ្រឿងត្រីអណ្ដែងឆ្ងាញ់បងប្អូនមានអីនំបញ្ចុកជាមួយនឹងឆាគ្រឿងត្រីអណ្ដែងត្រូវគ្នាតាញ៉ាំបានចា
เลยนี่ខ្ញុំយកមកញ៉ាំជាមួយបាយវិញម្ដងចាញ៉ាំមួយបាយក៏ឆ្ងាញ់ដែរបងប្អូនចុងក្រោយគឺនាងខ្ញុំមានបង្អែមគឺបង្អែមអាឡឹកចាអាឡឹកនេះផ្អែមដល់ហើយចាបងប្អូនឆ្ងាញ់ឆាគ្រឿងត្រីអណ្ដែងញ៉ាំជាមួយបាយក៏បានញ៉ាំជាមួយនំបញ្ចុកក៏ត្រូវដែរចាបងប្អូនអាចសាកបានមានរសជាតិឆ្ងាញ់ហើយចំណែកអាឡឹកនេះវិញគឺផ្អែមមែនតើរសជាតិវាផ្អែមឆ្ងាញ់ស្រួយទៀតចាហើយវីដេអូរបស់នាងខ្ញុំបានបញ្ចប់នៅកន្លែងនេះហើយនាងខ្ញុំក៏សូមអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe ឲ្យនាងខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណច្រើនជម្រាបលា